តើខ្ញុំអាចរស់នៅដោយគ្មានអ្នកដោយរបៀបណារមៀលតើអ្នកហ៊ានទេមើលមកខ្ញុំតើអ្នកហ៊ានទេឈប់ឆ្លោះគ្នាបានទេប្រញាប់ឡើងទោះបីជាអ្នកមានបញ្ហាអ្វីក៏ដោយក៏ខ្ញុំសុំទោសយប់នេះខ្ញុំមិនមែនចង់ធ្វើបាបអ្នកទេវាមិនសំខាន់ទេទោះបីខ្ញុំមកដល់ហើយហេតុអ្វីមិនឃើញអ្នកមានប្រព័ន្ធផ្សព្វផ្សាយជាច្រើនមកដល់កន្លែងនឹងខ្ញុំភ័យបន្តិចហើយទោះបីជាហេតុអ្វីបានជាអ្នកមិននិយាយវ៉ាន់ខ្ញុំមានការសង្គ្រោះបន្ទាន់នៅផ្ទះហើយខ្ញុំមិនអាចទៅទីនោះនៅថ្ងៃនេះលើកក្រោយខ្ញុំច្បាស់ជាធ្វើវាជូនអ្នកពិធីសារភាពដ៏ធំជំរាបសួរទោះបីជាឆៅឈឿនវ៉ាន់ចលនារបស់អ្នកគឺឆ្លាតពេកឲ្យឆៅឈឿនចំណាយប្រាក់ច្រើនដើម្បីសារភាពស្នេហារបស់គាត់តាមរបៀបដ៏ល្បីមួយដើម្បីបណ្ដេញនាយករដ្ឋបាលដែលមានទ្រព្យសម្បត្តិប្រជាប្រិយភាពនៃការធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយស៊ីនដឺរ៉េឡាហើយបន្ទាប់មកបែកបាក់ជាមួយគាត់ដើម្បីបង្កើតវីនារីដែលមិនខ្លាចអំណាចនិងពិតជាបង្កើនចំនួនអ្នកគ្រប់គ្រងនិងធនធានភាពយន្តនិងទូរទស្សន៍មានរឿងអីលោកឆៅមិនទាន់មកទីនេះទេគាត់ថាគាត់មានអាសន្នហើយមិនមកចុះបើយើងដូរមកចូលប្រាក់ដែលយើងទិញសម្រាប់ hot search លុយត្រូវបានបង់រួចហើយលោកឆៅឈឿនអ្នកគ្រាន់តែជាឆ្កែដ៏ផ្អែមល្ហែមហើយអ្នកហ៊ានឲ្យប្រៀបរបស់ខ្ញុំទៅខ្ញុំប្រកាសជាធ្វើឲ្យអ្នកសោកស្ដាយតើអ្នកពេញចិត្តទេចុះមកយ៉ាងលឿនតើអ្នកនឹងធ្វើអ្វីវាស្ទើរតែដូចគ្នាគុំចាំឲ្យខ្ញុំត្រឡប់ទៅបន្ទប់សម្រាកហើយលួចចេញទៅរកបងស៊ូវ៉ាន់ប្រសិនបើអ្នកដេញខ្ញុំទៅឆ្ងាយខ្ញុំនឹងទៅសន្តាគារភ្លាមដើម្បីស្វែងរកបងប្រុសយ៉ែនហើយប្រាប់អ្នកឲ្យដឹងថាអ្វីជាអាណាចក្រដ៏ខ្ពស់បំផុតរបស់ឆ្កែផ្អែមកញ្ញាសូមបន្ថយល្បឿនជាងសងយ៉ែនអ្នកខុសត្រូវនៅឲ្យឆ្ងាយពីប្អូនស្រីរបស់ខ្ញុំបើឯងហ៊ានលបួងប្អូនស្រីទៀតអញនឹងវាយឯងឲ្យដល់ស្លាប់ស្លឹកស្មៅជាងសងយ៉ែនអ្នកខុសត្រូវនៅឲ្យឆ្ងាយពីប្អូនស្រីរបស់ខ្ញុំតើគាត់អាយុប៉ុន្មានតើអ្នកអាយុប៉ុន្មានខ្ញុំនឹងមិនយល់ព្រមឲ្យអ្នកនៅជាមួយគ្នាម្ដងទៀតទេបើឯងហ៊ានលបួងប្អូនស្រីអញនឹងវាយឯងឲ្យស្លាប់ប្រសិនបើអ្នកឈឺចូលទៅព្យាបាលកុំធ្វើឲ្យខ្ញុំឈួតខ្ញុំប្រកាសជាធ្វើឲ្យអ្នកសោកស្ដាយប្រសិនបើអ្នកឈឺចូលស្វែងរកការព្យាបាលកុំធ្វើឲ្យខ្ញុំឈួតមិនអីទេអ្នកជាងសងយ៉ែនមិនហ៊ានហៅខ្ញុំថាឈឺមានរឿងអីជាងសងយ៉ែនអ្នកបានលបួងប្អូនស្រីខ្ញុំភ្លាមបន្ទាប់ពីអ្នកត្រឡប់ទៅប្រទេសចិនវិញហើយអ្នកថែមទាំងហៅខ្ញុំថាឈឺទៀតផងតើអ្នកនៅទីនេះដើម្បីអ្វីបងប្រុសតើអ្នកកំពុងថតវីដេអូជាមួយអ្នកណាដើម្បីជេរមនុស្សកខ្វក់យ៉ាងនេះទឹកថ្ងៃប្រហពតអ្នកមិនអនុញ្ញាតឲ្យមើលខ្ញុំទេខ្ញុំមិនរំពឹងថាអ្នកនឹងចូលចិត្តរឿងនេះទេទោះមិនបានឃើញរូបក៏ពិតជាស្អាតដូចមុខបងប្រុសកុំបារម្ភទៅរកខ្ញុំអ្នកអាចទៅរកវាបានដរាបណាវាមិនមែនជាស៊ូវ៉ាន់បងស្រីស៊ូវ៉ាន់នឹងគ្រប់គ្រងអ្នកជាងសងយ៉ែនឆៅយួនខ្ញុំមិនមានចិត្តធំពេកទេក្នុងការផ្លាស់ប្ដូរវាជារបស់អ្នកបងប្អូនប្រុសស្រីទាំងពីរឈឺទេអរុនសួស្ដីពេលព្រឹកប៉ុន្តែលើកហើយបងប្រុសរបស់ខ្ញុំលោកចៅបានទៅក្រុមហ៊ុនដើម្បីប្រជុំតាំងពីព្រឹកព្រលឹមវាហាក់ដូចជាមានគម្រោងកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយដែលត្រូវពិភាក្សាកាលពីម្សិលមិញដោយប្រើជាងសងយ៉ែនជាការបិទបាំងគាត់បានបំផ្លាញពិធីសារភាពរបស់ស៊ូវ៉ាន់ដោយជោគជ័យស៊ូវ៉ាន់ច្បាស់ជាមិនទុកវាចោលទេខ្ញុំត្រូវតែរកវិធីធ្វើឲ្យបងប្រុសខ្ញុំស្រឡាញ់ស៊ូវ៉ាន់ពិធីសាស្ត្រដែលខ្ញុំបានប្រើអស់មួយជីវិតរបស់ខ្ញុំគឺគ្មានប្រាក់ចំណេញទាំងស្រុងប្រជាជនមកពីគ្រួសារជាងបានទម្លាយព័ត៌មានថាគ្រួសារជាងបានសម្លាប់កូនស្រីអ្នកមានម្នាក់នៅហេជិងហើយជ្រើសរើសតុលាការដើម្បីរៀបការជាមួយនាងដើម្បីធ្វើជំនួញខ្ញុំមិនអាចទ្រាំនឹងកូនបានហើយក៏មិនអាចរៀបការជាមួយគាត់បានដែរដើម្បីតស៊ូដើម្បីបងប្រុសដែលចិញ្ចឹមខ្ញុំតាំងពីក្មេង